ព្រះមហេសីតាមពិតខ្ញុំគិតថាព្រះអង្គម្ចាស់ចិត្តល្អណាស់ចំពោះទ្រង់នាងមានបំណងអ្វីព្រះអង្គម្ចាស់តែងតែព្រមទទួលទាំងអស់សៀវលីវលីជនពៀនោះគឺចិត្តប្រែប្រួលណាស់កាលពីមុនគេចង់សម្លាប់នាងគឺខ្ញុំជាអ្នកដែលលក់សម្រស់ដើម្បីជួយនាងប៉ុន្តែព្រះមហេសីឥឡូវយើងត្រូវបានគេតាមដានហើយតើយើងត្រូវរត់គេចដោយរបៀបណាជីរិននេះពិតជាអាក្រក់មែនអញ្ចឹងសូមឲ្យព្រះអង្គម្ចាស់ផ្ទាល់នាំខ្ញុំចេញពីក្នុងវាំងហារៈខ្ញុំចង់និយាយថាគឺនោះក្រាបបង្គំទូលព្រះករុណាព្រះមហេសីស៊ូមានបន្ទូលថាសូមទ្រង់យាងទៅព្រះរាជវាំងគួនធានយប់នេះថាចង់សងគុណទ្រង់មិនថាស្រីណាមានមហិច្ឆតាខ្ពស់ប៉ុណ្ណាក៏ត្រូវស្ដាប់បង្គាប់នៅចំពោះមុខព្រះអង្គដែលល្អហើយយើងដឹងហើយត្រឡប់ទៅប្រាប់ព្រះមហេសីស៊ូវិញឲ្យនាងត្រៀមទទួលការយាងទៅយប់នេះយើងនឹងយាងទៅក្រាបទូលព្រះមហេសីល្បិចនេះពិតជាបានផលមែនទេគ្រូទីផៅនោះកាលពីមុនគឺមកដោយធំក្លិនលើកនេះក៏ច្បាស់ជាបានផលដែរអ្នកណាថាកំពុងធំក្លិនមកព្រះអង្គយាងមកដល់ហើយយាងគង់ទីនេះទៅព្រះអង្គសោយសាច់នេះទៅចម្លែកមិនក៏មិនទាន់ប្រែប្រួលសោះអូនមកធ្វើល្អដាក់បងបែបនេះគឺច្បាស់ជាមានបំណងមិនល្អហើយនិយាយមកមានតម្រូវការអ្វីព្រះអង្គរឿងនេះគឺពាក់ព័ន្ធនឹងខ្ញុំម្ចាស់ផ្ទាល់អូនមិននឹងមានសំណុំពរផ្សេងទៀតទៅព្រះអង្គគឺជាទីស្រឡាញ់បំផុតរបស់អូននៅក្នុងក្រសែភ្នែករបស់អូនទ្រង់ជាគូស្នេហ៍មានតែភ្នែកព្រះអង្គប៉ុណ្ណោះអាបេសាច់ហេពើមណាស់សម្រាប់វាឆ្ងាញ់ទេឆ្ងាញ់បងញ៉ាំថែមទៀតណាអារីអូខេញ៉ាំទៅអូខេញ៉ាំមួយដុំទៀតទៅណាញ៉ាំខ្លួនឯងណាល្អណាស់បានហើយអារីសៀវភៅនេះសរសេរបានល្អណាស់ព្រះអង្គអូនចង់ពឹងទ្រង់រឿងមួយបានទេឲ្យតែជាសំណុំពររបស់អូនយើងនឹងយល់ព្រមទាំងអស់ជឿអូនដល់ម្លឹងដោយសារអូនមានមុខដូចម្ចាស់បងរបស់យើងម្ចាស់បងយើងស្រឡាញ់យើងបំផុតអូនតែងតែឲ្យបងញ៉ាំរបស់ឆ្ងាញ់ដែរអ្វីដែលអូននិយាយយើងជឿទាំងអស់អ្វីដែលអូនសុំឲ្យធ្វើយើងក៏ធ្វើទាំងអស់រឿងព្រះអង្គខ្ញុំម្ចាស់ចង់ឲ្យទ្រង់ប្រកាសព្រះរាជសារដើម្បីអនុញ្ញាតឲ្យខ្ញុំម្ចាស់ចេញពីវាំងដោះលែងខ្ញុំម្ចាស់ឲ្យចេញពីវាំងបានទេហេតុអ្វីបានជាអូនចង់ចេញពីវាំងសូម្បីតែអូនក៏ចង់ចាក់ចេញពីយើងដែរឬតែយើងមិនចង់ឲ្យអូនចាក់ចេញពីយើងដូចបងស្រីវងទេព្រះអង្គក៏មានក្រុមគ្រួសារនៅខាងក្រៅវាំងដែរខ្ញុំម្ចាស់គិតដល់ពួកគេខ្លាំងណាស់ដូចទ្រង់គិតដល់បងស្រីវងអីចឹងទ្រង់ច្បាស់ជាពិបាកចិត្តណាស់ហើយមើលទៅបានជាទ្រង់គិតបែបនេះព្រោះយើងឈឺចាប់ក្នុងចិត្តណាស់ព្រះអង្គអាចឲ្យខ្ញុំម្ចាស់ចេញពីវាំងបានតែប៉ុណ្ណោះសៀវលីពេលនេះស្រាប់តែអាចចាក់ចេញបាន10នាទីចេញពីវាំងភ្លាមសូមជួយចុច follow like share ម្នាក់មួយផងអរគុណទុកជាមុនរឹងស្នំមុននេះខ្ញុំបានដើរកាត់ឃើញថាពេលនេះមហេសីស៊ូທາງកំពុងចាក់ចេញពីវាំងហើយឯងប្រកាសទេប្រកាសណាស់មិនឃើញនៅវងទៀតទេព្រះមេល្អណាស់បើចឹងដល់ពេលហើយយើងឆាប់ទៅរកព្រះអង្គទៅព្រះអង្គខ្ញុំម្ចាស់មករកព្រះអង្គហើយព្រះអង្គឲ្យពិសាច
ព្រះអង្គខ្លាចជាបិសាចហើយសូមគោរពព្រះមហេសីព្រះចៅអធិរាជមានព្រះរាជបញ្ជាក្នុងរយៈពេល10ថ្ងៃខាងមុខនេះមិនអនុញ្ញាតឲ្យនរណាម្នាក់ចេញពីបរិវេណនេះបានឡើយជាពិសេសគឺព្រះនាងម្ចាស់ព្រះមហេសីសូមព្រះមហេសីទ្រង់មេត្តាអភ័យទោសផងព្រោះយើងខ្ញុំគ្រាន់តែធ្វើតាមព្រះរាជបញ្ជាប៉ុណ្ណោះសូមព្រះមហេសីទ្រង់មេត្តាយោគយល់ផងតែទោះជាយ៉ាងណាខ្ញុំមានព្រះរាជបញ្ជាមួយពីព្រះអង្គនៅនឹងដៃហេតុអ្វីមិនទាន់ទទួលព្រះរាជបញ្ជាទៀតហេតុអ្វីមិនទាន់ទទួលព្រះរាជបញ្ជាទៀតតាមព្រះរាជបញ្ជាព្រះចៅអធិរាជឥឡូវនេះអនុញ្ញាតពិសេសដល់ព្រះមហាក្សត្រីស៊ូនិងអ្នកបម្រើរបស់ទ្រង់ឈ្មោះសៀវលីនឲ្យចេញពីព្រះបរមរាជវាំងទៅសួរសុខទុក្ខគ្រួសារតើព្រះចៅអធិរាជជំរិតក៏នឹងអនុញ្ញាតឲ្យព្រះមហាក្សត្រីយានីទ្រង់យាងចេញពីព្រះបរមរាជវាំងនៅពេលយប់ដើម្បីទៅសួរសុខទុក្ខគ្រួសារដូច្នេះទៅម៉េចពួកឯងខ្លាចក្រដាស់នេះคล้ายឬវៃអនុញ្ញាតឲ្យទៅព្រះមហាក្សត្រីយានីព្រះមហេសីចាស់ត្រូវបានព្រះចៅអធិរាជច្របាច់ចុះហើយត្រូវបានព្រះចៅអធិរាជច្របាច់ក៏ហើយព្រះចៅអធិរាជមានបន្ទូលថាទ្រង់នឹងសងសឹកស្នំចៅដើមឡើយចង់ទ្រង់ចង់ទៅសួរសុខទុក្ខមហេសីនិងនិយាយគ្នាសន្តិភាពជាមួយទ្រង់តែអ្នកណាដឹងពេលយើងទៅតែទៅដល់វាំងគុណនេះក៏បានឃើញថាព្រះចៅអធិរាជភ្នែកក្រហមចង់សម្លាប់មនុស្សគុំតាន់ទៅវាំងត្រជាក់ឲ្យតែអ្នកនៅក្បែរខ្ញុំរាល់យប់គឺខ្ញុំនឹងមិនបាត់ការគ្រប់គ្រងទេគុំចាក់ចេញពីខ្ញុំនឹងអោបអ្នកយើងនឹងដេកអប់ទ្រង់បើខ្ញុំទៅព្រះអង្គនឹងស្លាប់ម្ដងទៀតទ្រង់នឹងបាត់បង់ការគ្រប់គ្រងទាំងស្រុងខ្ញុំមិនអាចបោះបង់គាត់បានទេព្រះអង្គគ្រងចាំខ្ញុំម្ចាស់សិនណាអ្នកសម្លាប់បងស្រីជាទីស្រឡាញ់មិនអាចអត់ទោសបានឡើយហេតុអ្វីបានជាអេយីគិតថាយ៉ាវីយូគឺជាឃាតករដែលសម្លាប់បងប្អូនជីដូនមួយរបស់គាត់អាយ៉ាញ៉ាំទៅមិនអាចអត់ទោសបានឡើយខ្ញុំត្រូវសងសឹកឲ្យបងស្រីខ្ញុំកូនង៉ែតឲ្យដេកលក់ទៅក្នុងសុបិននឹងមានខ្ញុំធ្វើឲ្យកូនងល់នៅក្បែរអូនសើចនៅក្បែរអូននឿយហត់មានខ្ញុំចង់នៅក្បែរអូនកូនង៉ែតឲ្យដេកលក់ទៅអូននឹងយល់សັບឃើញបងត្រៀមទៀនអាយ៉ាគុំទៅសូមទោសអាយ៉ាសូមចាំបន្តិចFlash មិនថាអ្នកមានកាយពិការឬភាពឯកាដែលមិនអាចកាត់ផ្ដាច់បាននោះទេមានតែជីវិតនេះមិនប្រែប្រួលអតីតកាលពិបាកនឹងកាត់ផ្ដាច់